ក្មេងទំនើង4នាក់ក្នុងចំណោមនោះ3នាក់ជាប្រុសខ្លែងជាស្រីដែលជាមន្ទោបង្កអនាធិបតេយ្យតាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនយកមកសួរនាំថ្មីនេះក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីក្មេងទំនើង4នាក់ជិះម៉ូតូ2គ្រឿងបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈនោះភ្លាមនាថ្ងៃទី7ខែឧសភាឆ្នាំ2026វេលាម៉ោង 3:30 នាទីយប់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសើចជ្រាវខកខ្លួនក្មេងទំនើងចំនួន4នាក់នៅចំណុចស្ពានជ្រោយចង្វាសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីក្មេងទំនើងបើកម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីយប់អាធ្រាត្រថ្ងៃទី5ខែឧសភាឆ្នាំ2026ទី1ឈ្មោះសឹមច័ន្ទរតភេទប្រុសកើតនៅឆ្នាំ2008ជនជាតិខ្មែរទី2ឈ្មោះថនច័ន្ទតារាភេទប្រុសកើតឆ្នាំ2008ជនជាតិខ្មែរទី3ឈ្មោះកឹមចន្ទធីភេទស្រីកើតឆ្នាំ2008ជនជាតិខ្មែរទី4ឈ្មោះជាមករាភេទប្រុសកើតឆ្នាំ2008ជនជាតិខ្មែរបច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងធ្វើការសាកសួរតាមនីតិវិធី